ការបោកប្រាស់នៅក្នុងវិស័យ crypto ដែលអ្នកទាំងអស់គ្នាគួរតែជៀសវាងចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយពីផ្នែកងងឹតនៃវិស័យ crypto ដែលគេហៅថាការបោកប្រាស់ឬក៏អង់គ្លេសគេហៅថា scam អញ្ចឹងក្នុងនាមយើងជាអ្នកដែលទើបតែចាប់ផ្ដើមដំបូងវាងាយស្រួលមែនតើក្នុងការធ្លាក់ចូលអន្ទាក់បោកអ្នកបោកប្រាស់ទាំងនោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីប្រភេទនៃការបោកប្រាស់ដែលខ្ញុំអាសាបានឃើញហើយនឹងរបៀបការពារខ្លួនពីពួកវាមុននឹងខ្ញុំចូលដល់ប្រធានបទខ្ញុំសូមបញ្ជាក់បន្តិចគោលបំណងនៃការធ្វើវីដេអូនេះឡើងគឺក្នុងការចែករំលែកបទពិសោធន៍ចែករំលែកចំណេះដឹងក៏ដូចជាការកំសាន្តខ្ញុំមិនមែនជាអ្នកជំនាញហើយក៏មិនមែនជាអ្នកផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុហើយក៏គ្មានបំណងបញ្ចុះបញ្ចូលឲ្យអ្នកទាំងអស់គ្នាវិនិយោគនៅលើកាក់ណាមួយឡើយប្រភេទទី1នៃការបោកប្រាស់នោះគឺ pump and dump តែពាក្យខ្មែរគេហៅថាការបំប៉ោងតម្លៃឲ្យឡើងខ្ពស់បន្ទាប់មកទម្លាក់តម្លៃមកវិញខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញកាក់មួយចំនួនដែលនៅសុកវាចាប់ផ្ដើមឡើងថ្លៃខ្លាំងបន្ទាប់មកក៏ធ្លាក់ថ្លៃមកវិញយ៉ាងគំហុកអញ្ចឹងកលៈទេសៈនឹងហើយដែលគេហៅថា pump and dump ខ្ញុំសូមបន្ថែមបន្តិចដែរនៅក្នុងវិស័យ crypto កាក់ថ្មីដែលបង្កើតឡើងនឹងគឺមានរៀងរាល់ថ្ងៃអញ្ចឹងយើងអត់ដឹងទេថាកាក់ណាបង្កើតឡើងក្នុងន័យល្អកាក់ណាបង្កើតឡើងក្នុងន័យបោកប្រាស់ដូច្នេះហើយអ្នកដែលចង់បោកប្រាស់លុយរបស់អ្នកទាំងអស់គ្នាគឺអាចបង្កើតកាក់មួយហើយពួកគាត់ទៅជួល influencer នៅក្នុង YouTube ទៅជួល influencer នៅក្នុង social media ផ្សេងដើម្បីប្រម៉ូទកាក់ឲ្យគាត់ហើយនៅពេលហ្នឹងអ្នកដែលអត់បាន research ច្បាស់លាស់អញ្ចឹងគាត់ក៏ទៅទិញតាម influencer ទាំងអស់នោះនៅពេលដែលគាត់ទិញហើយអ្នកដែលបង្កើតកាក់ហ្នឹងគឺគាត់ចាប់ផ្ដើមលក់កាក់របស់គាត់ចេញទាំងអស់ដែលធ្វើឲ្យតម្លៃរបស់កាក់ហ្នឹងធ្លាក់ចុះជាគំហុកអញ្ចឹងខ្ញុំសូមចិត្តអ្នកទាំងអស់គ្នាមែនតើកុំទិញកាក់ណាដោយសារតែវាពេញនិយមខ្លាំងអ្នកទាំងអស់គ្នាត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងពិនិត្យមើលគម្រោងហ្នឹងឲ្យច្បាស់លាស់ហើយសួរខ្លួនឯងថាតើគម្រោងឬក៏កាក់មួយនេះពិតជាអាចដោះស្រាយបញ្ហាអ្វីមួយពិតប្រាកដមែនអត់ប្រភេទទី2នៃការបោកប្រាស់នោះគឺ fake giveaways ដែលខ្មែរយើងហៅថាការចែករង្វាន់คล้ายខ្ញុំសូមឧទាហរណ៍ជាក់ស្ដែងមួយខ្ញុំធ្លាប់បានចូលមើលទៅក្នុងវីដេអូ YouTube មួយដែលគេនិយាយថា Elon Musk គាត់បានធ្វើការចែករង្វាន់ទៅដល់អ្នកដែលវិនិយោគក្នុងវិស័យ crypto អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែផ្ញើ Ethereum ទៅ address របស់គាត់មួយបន្ទាប់មកក្នុងរយៈពេល24ម៉ោងគាត់នឹងផ្ញើត្រឡប់មកអ្នកទាំងអស់គ្នាវិញពី Ethereum ចាសម្រាប់អ្នកដែលអត់ទាន់ស្គាល់ Ethereum គឺជាកាក់ទី2ដែលធំបំផុតបន្ទាប់ពី Bitcoin អញ្ចឹងទម្រង់បែបហ្នឹងហើយគឺគេហៅថាការបោកប្រាស់ព្រោះបើសិនជាអ្នកទាំងអស់គ្នាអាចគិតមួយផ្លែតមើល Elon Musk គាត់មានការងារគាត់ធំមកគាត់រវល់មួយការងារគាត់មានពេលណាអង្គុយទៅចាំទទួលEthereum អ្នកទាំងអស់គ្នាឲ្យអង្គុយបាញ់ឲ្យវិញត្រូវអត់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឃើញទម្រង់បែបហ្នឹងឬក៏ការបោកប្រាស់អញ្ចឹងកើតឡើងគឺជៀសចេញឲ្យឆ្ងាយប្រភេទបោកប្រាស់ទី3នោះគឺ phishing link ដែលខ្មែរយើងហៅថាតំណភ្ជាប់បន្លំឬក៏ link បន្លំហ្នឹងឯងកន្លែងហ្នឹងភាគច្រើនអ្នកបោកប្រាស់ហ្នឹងគឺគាត់ច្រឡំគេហទំព័រឬក៏ website ហ្នឹងរបស់ម្ចាស់ដើមគេហើយបន្ទាប់មកផ្ញើឲ្យយើងហ្នឹងដើម្បីចុចទៅលើក្នុងហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាចុចចូលទៅវាអាចឲ្យយើងពេញព័ត៌មានខ្លះដាក់ password អីចឹងទៅដោយតែអ្នកទាំងអស់គ្នាធ្វើរាល់ដងជាមួយនឹងគេហទំព័រផ្សេងដូច Facebook Instagram អីចឹងអញ្ចឹងបើអ្នកទាំងអស់គ្នាអត់បានពិនិត្យច្បាស់លាស់ចូលទៅមើល URL ហ្នឹងថាវាពិតជាមកពីខាងណាពិតប្រាកដហើយចូលបំពេញព័ត៌មានហ្នឹងអញ្ចឹងអ្នកដែលឆបោកហ្នឹងគាត់អាចលួចយកទិន្នន័យរបស់យើងបាននៅពេលដែលគាត់លួចយកទិន្នន័យរបស់យើងហើយគឺគាត់អាចទៅលួចយកកាក់នៅក្នុង wallet ឬក៏ exchange ដែលអ្នកទាំងអស់គ្នានឹងផ្ទុកអញ្ចឹងសូមអ្នកទាំងអស់គ្នាកុំចុចទៅលើ link ផ្ដេសផ្ដាស់ដែលផ្ញើមកនៅក្នុង email របស់អ្នកទាំងអស់គ្នានឹង random ត្រូវបញ្ជាក់ឲ្យច្បាស់ថា link ហ្នឹង link មកពីណាបើសិនជាអត់ច្បាស់ទេអាច email ទៅសួរក្រុមការងារផ្ទាល់របស់គេបានប្រភេទបោកប្រាស់ទី4នោះគឺ fake support team ដែលខ្មែរយើងហៅថាក្រុមការងារខ្លែងបន្លំឬក៏ក្រុមការងារខ្លែងសម្រាប់ការបោកប្រាស់ប្រភេទនោះគឺខ្ញុំជួបជាញឹកញយតែម្ដងឧទាហរណ៍ជាក់ស្ដែងគឺមានគេ email មក email របស់ខ្ញុំហើយប្រាប់ថាគាត់មកពីខាង MetaMask ត្រូវការឲ្យខ្ញុំបញ្ជាក់ពី account របស់ខ្ញុំអញ្ចឹងឲ្យខ្ញុំជួយផ្ញើ password របស់ខ្ញុំទៅឲ្យគេហើយមួយវិញទៀតគេមានមួយ team ទៀតមកអ្នកដែលជន់បោកប្រាស់ហ្នឹងគេថាគេមកពីខាង Binance ត្រូវការឲ្យខ្ញុំបញ្ជាក់ពី account ដែលខ្ញុំបានបើកហ្នឹងអញ្ចឹងត្រូវផ្ញើអត្តសញ្ញាណប័ណ្ណត្រូវផ្ញើpassword ត្រូវផ្ញើលេខសម្ងាត់អីផ្សេងទៅឲ្យគេអ្នកទាំងអស់គ្នាគឺក្រុមហ៊ុនណាក៏ដោយគឺគេអត់ដែលសួររក password
ពីយើងឯងអញ្ចឹងអ្នកដែលសួររក password ហ្នឹងគឺជាជនបោកប្រាស់ហើយបើឃើញគេ email អញ្ចឹងមកអ្នកទាំងអស់គ្នាគឺចូល block អស់ហើយទៅប្រភេទបោកប្រាស់ទី5នោះគឺ rug pull សម្រាប់ rug pull នោះខ្ញុំមិនដឹងថាបកប្រែខ្មែរថាម៉េចដែរអញ្ចឹងខ្ញុំសូមបញ្យល់តែម្ដងចាប្រភេទទី5នេះគឺវាស្រដៀងគ្នាទៅនឹងប្រភេទទី1ដែលខ្ញុំបញ្យល់ពីខាងដើមវាខុសគ្នាបន្តិចដោយសារតែប្រភេទទី1គឺពួកគាត់ញុះញង់ឲ្យអ្នកទាំងអស់គ្នាទិញកាក់ហើយពួកគាត់បន្ទាប់មកពួកគាត់លក់កាក់របស់គាត់ចេញប៉ុន្តែសម្រាប់ប្រភេទទី5នេះគឺដូចគ្នាដែរពួកគាត់ញុះញង់ឲ្យអ្នកទាំងអស់គ្នាទិញកាក់របស់ពួកគាត់បន្ទាប់មកគឺពួកគាត់បាត់ខ្លួនហ្មងមានន័យថាគាត់យកលុយអ្នកទាំងអស់គ្នាហើយកាក់ហ្នឹងអត់មានដំណើរការអីទេហើយក៏វាបាត់ខ្លួនចេញពីវិស័យ crypto ហ្នឹងហ្មងដូច្នេះហើយទើបខ្ញុំឲ្យអ្នកទាំងអស់គ្នាហ្នឹងមុននឹងធ្វើការវិនិយោគលើកាក់ណាមួយសូមមេត្តាសិក្សាស្រាវជ្រាវពីកាក់មួយនោះចូលទៅមើលគេហទំព័រផ្លូវការឬក៏គេហៅថា official website របស់គេហ្នឹងចូលទៅមើល community របស់គេចូលទៅមើល Telegram X ហើយពិនិត្យមើលឲ្យបានគ្រប់យ៉ាងហោចណាស់2 ទៅ 3 ដងមុននឹងធ្វើការវិនិយោគប្រភេទបោកប្រាស់ទី6នេះគឺភាគច្រើនជួបទៅលើបងប្អូនខ្មែរយើងនឹងតែម្ដងគឺអ្នកដែលបោកប្រាស់ហ្នឹងគឺគាត់មកញុះញង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងធ្វើការវិនិយោគនៅក្នុងវិស័យ crypto ហើយអ្នកទាំងអស់គ្នាទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លីហើយវិធីសាស្ត្របោកប្រាស់ពួកវាហ្នឹងគឺ target អ្នកដែលអត់ស្គាល់ពីវិស័យ crypto ហើយគឺឲ្យពួកយើងហ្នឹងគ្រាន់តែបាញ់លុយទៅឲ្យពួកវាគឺពួកវាជាអ្នកធ្វើការវិនិយោគហើយបន្ទាប់មកខែក្រោយគឺពួកវានឹងយកលុយចំណេញគុណនឹង2មកឲ្យអ្នកទាំងអស់គ្នាវិញចានេះគឺឧទាហរណ៍ជាក់ស្ដែងដែលបងប្អូនយើងគាត់បានចែករំលែកមកខ្ញុំគឺគាត់និយាយថាពួកហ្នឹងវាមកបោកប្រាស់គាត់ថាឥឡូវបើសិនជាយើងវិនិយោគ$1000ខែក្រោយនឹងចំណេញ$1000ពីលើហ្នឹងវានឹងយកលុយ2000ហ្នឹងមកឲ្យយើងវិញអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឮព័ត៌មានអញ្ចឹងឬក៏មានមនុស្សប្រភេទអញ្ចឹងមកប្រាប់អ្នកទាំងអស់គ្នាខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជៀសឆ្ងាយពីមនុស្សទាំងអស់នោះហើយបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ធ្វើការវិនិយោគត្រូវធ្វើការសិក្សាដោយខ្លួនឯងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានពីដើមរហូតដល់ចប់មួយវិញទៀតបើសិនជាបងប្អូនធ្លាប់ជួបប្រទះការបោកប្រាស់ប្លែកជាងអ្វីដែលខ្ញុំនិយាយហ្នឹងអាចជួយ comment នៅខាងក្រោមអញ្ចឹងអាចឲ្យអ្នកផ្សេងទៀតគាត់អាចបានរៀនសូត្របើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះសូមជួយចុច like ជួយ subscribe អរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់